ប្រហែលថ្ងៃហ្នឹងខ្ញុំចេញវីដេអូមកអត់ដែលបានធ្វើម្ហូបឬមួយធ្វើអីបង្ហាញបងប្អូនទេប៉ុន្តែថ្ងៃនេះខ្ញុំមកចង់ប្រាប់បងប្អូនពីរបៀបធ្វើបុកល្ហុងរបស់ខ្ញុំឬមួយគេការហៅថាការញ៉ាំល្ហុងខ្ញុំមិនដឹងថាហៅមុខម្ហូបហ្នឹងយ៉ាងម៉េចទេពីព្រោះអីបន្លែរបស់ខ្ញុំគ្រឿងក្រៅរបស់ខ្ញុំដូចជាមិនមែនការបុកល្ហុងដូចជាការញ៉ាំវិញអញ្ចឹងណាបងប្អូនតែរបៀបធ្វើក៏វាស្រដៀងនឹងគ្នាដែរដូចជាការបុកការអីការដាក់គ្រឿងដាក់អីក៏ដូចតែគ្នាប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់មកប្រាប់ថារបៀបខ្ញុំធ្វើនេះគឺហៅថាកូនកាត់បុកល្ហុងឬមួយញ័រល្ហុងហើយបន្លែរបស់ខ្ញុំគឺអត់មានអីច្រើនទេមានតែល្ហុងជាណាហើយនិងម្ទេសសម្រាប់សាច់វិញក៏អត់មានអីច្រើនដែរមានសាច់ប៉ាតេហើយនិងសាច់ណែមហ្នឹងគឺខ្ញុំទិញពីបងប្អូនដែលគាត់លក់នៅនឹងអញ្ចឹងណាហើយសាច់ណែមគឺឆ្ងាញ់ជូរអែមផ្អែមល្មមគឺឆ្ងាញ់ឥឡូវនេះគឺយើងមកចាប់ផ្ដើមធ្វើការបុកទាំងអស់គ្នាដំបូងឡើយខ្ញុំដាក់ខ្ទឹមហើយខ្ញុំក៏ដាក់ម្ទេសហើយបុកហើយមកសន្ទុះក៏ខ្ញុំដាក់គ្រឿងរបស់ខ្ញុំគឺមានដូចជាម្សៅស៊ុបខ្នុរទឹកប្រហុកទឹកកាពិនិងទឹកក្រូចឆ្មាពេលដែលខ្ញុំបានបុកបានជ្រុំហើយមកសន្ទុះខ្ញុំក៏ថែមជាមួយនឹងល្ហុងដាក់តាមក្រោយពេលបុកល្ហុងញុំបានមកសន្ទុះហើយក៏ដាក់សាច់ចូលសាច់របស់ខ្ញុំគឺអត់មានអីច្រើនទេសាច់ប៉ាតេហើយនិងសាច់ណែមហ្នឹងទៅបងប្អូនសាច់ណែមគេហៅសាច់ណែមសាច់ជ្រូកទៀតបុកជ្រុំហើយខ្ញុំក៏ដាក់ជីអាណានឹងចូលឥឡូវហ្នឹងបុកល្ហុងខ្ញុំឬមួយញ័រល្ហុងរបស់ខ្ញុំហ្នឹងក៏រួចរាល់ហើយអញ្ចឹងចាំមើលអ៊ុតហើយនឹងសាកញ៉ាំទាំងអស់គ្នាឥឡូវនេះខ្ញុំក៏ធ្វើការដួសចានរួចហើយមើលទៅតំណងអត់បងប្អូនគិតថាតំណងអត់អញ្ចឹងសូមអញ្ជើញឆ្ងាញ់ទាំងអស់គ្នាដោយបងប្អូនមើលនៅក្នុងវីដេអូវាឆ្ងាញ់ខ្លាំងណាស់ខ្ញុំញ៉ាំតែមួយផ្លែតអស់តែម្ដងឥឡូវនេះខ្ញុំមកចែកម្លែកបន្តិចបងប្អូននេះគឺជាហ្វូមលាបមុខមានឈ្មោះថាសាគូរ៉ាហ្នឹងគឺជាហ្វូមសាន់គ្រីមដែលប្រើសម្រាប់ការពារកម្ដៅថ្ងៃហើយអត្ថប្រយោជន៍របស់វាគឺល្អមែនតើពីព្រោះខ្ញុំបានប្រើមករយៈធំហើយគឺឃើញមុខគឺស្អាតស្រស់ស្អាតមែនតើឥឡូវហ្នឹងគឺចូលមកដល់ហ្វូមវាកាន់តែពិសេសទៀតបងប្អូនខ្ញុំដាក់តាមបន្តិចទេដោយបងប្អូនមើលឃើញនៅវីដេអូនិយាយពីពពុះសសព្រុះពេញមុខតែម្ដងពេលដែលខ្ញុំលាបហ្នឹងគឺលាងហ្នឹងនិយាយរួមគឺបែកពពុះពេញមុខហើយលាងស្អាតតែម្ដងដោយបងប្អូនមើលឃើញឥឡូវឃើញស្បែកមុខខ្ញុំឯងគឺភ្លឺរលោងតែម្ដងអាហ្នឹងដូចថាលទ្ធផលវាឃើញមកភ្លាមគឺគុណភាពវាល្អមែនតើហើយបងប្អូនចាប់អារម្មណ៍ឬមួយចង់សាយអាចតំណងមកខ្ញុំឆាតមកខ្ញុំនឹងប្រាប់ទៅបងប្អូនថាត្រូវទិញនៅណាបាទហើយវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណច្រើនជម្រាបលាបាយ